xaប្រឈមជាមួយទាហានថៃគេមិនស្ដាប់គេរហូតដល់បាញ់ក្របបែកផ្សែងមានឧបករណ៍បន្លឺសំឡេងធ្វើឲ្យសឹងតែបែកกระดาษត្រចៀកផងបាញ់ជាពីមកៅស៊ូផងលាក់នឹងលាក់អញ្ចឹងទៅធ្វើឲ្យរបួសស្នាមរបស់ប្រជាពលរដ្ឋយើងហើយគេបានតាំងចិត្តថាគេនឹងមិនដកថយទៅទៀតថាគេនឹងប្រើកម្លាំងទៅទៀតនៅពេលដែលប្រជាពលរដ្ឋខ្មែរមិនព្រមដកថយពីកន្លែងហ្នឹងអីចឹងដូច្នេះសារអំពាវនាវឬក៏សារថ្កោលទោសនេះខ្ញុំជឿថាវាគ្រាន់តែជាការស្អំចិត្តប្រជាពលរដ្ឋខ្មែរទេប៉ុន្តែវាអត់បានធ្វើឲ្យថៃរអាទេព្រោះអីថៃអត់ខ្លាចនៅពេលដែលថៃអត់ខ្លាចគឺមានតែយន្តការអន្តរជាតិមួយតែប៉ុណ្ណោះហើយយន្តការអន្តរជាតិនេះរដ្ឋាភិបាលកម្ពុជាអះអាងថានឹងអនុវត្តដែរប៉ុន្តែអនុវត្តនៅពេលនេះមិនមែនអនុវត្តរបៀបថ្កោលទោសឬក៏អនុវត្តរបៀបអំពាវនាវទេគឺអនុវត្តដោយការដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬក៏តុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យគេជួយដោះស្រាយតែប៉ុណ្ណឹងឯងហើយបើសិនជាកម្ពុជានៅតែមិនព្រមដាក់ពាក្យប្តឹងទេហើយនៅតែអំពាវនាវទេខ្ញុំថានេះគឺជាចេតនាធ្វើនយោបាយប្រជាពិធដើម្បីតែស្អំចិត្តប្រជាពលរដ្ឋហើយថាថារដ្ឋាភិបាលកម្ពុជាបានដោះស្រាយដែរឥឡូវបន្ថែមឲ្យលើអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាប្រហែលជា1ម៉ោងមុននេះលោកហ៊ុនម៉ាណែតបានចេញជាលិខិតឬក៏ថាជាសេចក្តីប្រកាសព័ត៌មានមួយសេចក្តីប្រកាសព័ត៌មាននេះគឺលោកហ៊ុនម៉ាណែតបានសុំការគាំទ្រពីប្រធានអាស៊ានផងពីថ្នាក់ដឹកនាំពិភពលោកផងបងប្អូនប្រធានអាស៊ាននឹងមានលោកអាន់វ៉ាអ៊ីប្រាហ៊ីមថ្នាក់ដឹកនាំពិភពលោកមានប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំមានប្រធានាធិបតីបារាំងលោកម៉ានូអែលម៉ាក្រុងមានលោកអង្គការសហជីវជាតិអគ្គលេខាធិការអង្គការសហជីវជាតិលោកអង់តូនីញ៉ូហ្គូតេរ៉េសមានទាំងប្រធានរបស់មហាសន្និបាតអង្គការសហជីវជាតិលើកទី80ផងហើយលិខិតរបស់លោកហ៊ុនម៉ាណែតផ្ញើទៅចេញទៅប្រហែលជា1ម៉ោងមុននេះគឺបញ្ជាក់តាមអ្វីដែលផ្សាយនៅអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានឹងលើកឡើងអំពីការសុំការគាំទ្រពីប្រធានឬក៏អ្នកដឹកនាំពិភពលោកទាំងអស់នេះឲ្យជួយជំរុញការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាពបងប្អូនលោកហ៊ុនម៉ាណែតសរសេរលិខិតពឹងទៅនិយាយទៅគឺជូនដំណឹងទៅមេដឹកនាំពិភពលោកនិងប្រធានអាស៊ានផងសុំការគាំទ្រនិងជំរុញឲ្យមានការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពនិងពេញលេញនៅក្នុងសាររបស់លោកហ៊ុនម៉ាណែតហ្នឹងគឺលោកលើកឡើងច្រើនដែរដោយចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍គឺលោកលើកឡើងពីភូមិព្រៃច័ន្ទភូមិជោគជ័យដែលជាឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនឹងដែរអំពីការបំពេញរបស់ថៃអំពីបញ្ហាដែលកើតឡើងហ្នឹងគឺលោកលើកឡើងហើយឥឡូវនេះគឺអំពាវនាវសូមឲ្យសហគមន៍អន្តរជាតិជួយធ្វើយ៉ាងម៉េចសុំការគាំទ្រដើម្បីជំរុញឲ្យថៃជួយអនុវត្តកិច្ចព្រមព្រៀងហ្នឹងឲ្យបានបទឈប់បាញ់ហ្នឹងឲ្យមានប្រសិទ្ធភាពខ្ញុំនិយាយអ្វីដែលថាចាប់អារម្មណ៍ហ្នឹងគឺលោកលើកពាក្យថាមានព័ត៌មានឬក៏មានប្រភពគួរឲ្យជឿទុកចិត្តថាថៃគ្រោងនឹងប្រើកម្លាំងវាយដណ្ដើមយកទីតាំងនៅប្រទេសកម្ពុជាចំនួន17កន្លែងមានតាំងពីខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុងបងប្អូនថ្នាក់ដឹកនាំប្រទេសកម្ពុជានៅពេលដែលយើងដឹងកងកម្លាំងថៃគ្រោងនឹងវាយដណ្ដើមយកទីតាំងរបស់យើងគឺយើងមានតែសារមួយគឺអំពាវនាវទៅសហគមន៍អន្តរជាតិឲ្យជួយអន្តរាគមន៍នៅក្នុងន័យថាគាំទ្របទឈប់បាញ់ថាតើមានប្រសិទ្ធភាពដែរឬទេបងប្អូនភាគីថៃបានប្រព្រឹត្តម្ដងហើយម្ដងទៀតយ៉ាងក៏ក្លឿនហើយបំពេញគ្រប់រឿងថៃអត់បានគោរពកិច្ចព្រមព្រៀងនៃបទឈប់បាញ់ទេថៃអត់បានគោរពកិច្ចព្រមព្រៀងនៃបទឈប់បាញ់ច្រើនប្រការមែនតើហេតុអីបានជាខ្ញុំនិយាយបែបនេះគឺដោយសារតែនៅតំបន់ប្រាសាទតាមាន់ធំគឺមកជីកលេនដ្ឋានយកបន្លាមកស្រះហើយហាមឃាត់អត់ឲ្យប្រជាពលរដ្ឋឬក៏អីចូលទៅប្រាសាទតាមាន់ធំអីអញ្ចឹងនៅតំបន់ភ្នំទ្រាប់គ្រប់គ្រងនៅតំបន់ភ្នំទ្រាប់ហ្នឹងបាននៅផ្នែកខាងលើហើយរៀបចំធ្វើបេតុងចាក់
គ្រឹះយ៉ាងរឹងមាំហើយធ្វើផ្លូវឡើងចាក់បេតុងចាក់អីហើយនឹងបើកឲ្យប្រជាពលរដ្ឋថៃទៅទស្សនាដើម្បីបញ្ឈឺខ្មែរទៀតហើយនៅពេលដែលកម្ពុជាថាភ្នំទ្របហ្នឹងគឺជាកម្មសិទ្ធិដែលចង់និយាយថាខ្មែរទៅហ៊ានខ្មែរគ្រប់គ្រងតែគេធ្វើគ្រប់យ៉ាងតែយើងថាយើងគ្រប់គ្រង 100% ណែណានិយាយអីក៏ថាព័ត៌មាន AI នឹងញុះញង់ដែរថ្ងៃនេះមានអ្នកសារព័ត៌មានថៃដែលមិនដែលមាននេះពីមុនមកមានតែទាហានថៃមានតែប្រជាពលរដ្ឋថៃឡើងទៅលើតំបន់ភ្នំទ្របថតរូបមកថ្ងៃនេះមានទាហានមានអ្នកសារព័ត៌មានថៃ PBS World ស្ត្រីម្នាក់ឡើងទៅយកព័ត៌មានទៅដល់លើភ្នំទ្របហ្នឹងថតអំពីបលាលួសដែលនឹងចដើអាខ្សែរ៉តដែលគេបាញ់ផ្ដាច់ហ្នឹងហើយនឹងទងជ័យថៃបក់រវិចនឹងចាក់បេតុងចាក់អីហើយមើលឃើញមកប្រាសាទព្រះវិហារតំបន់ប្រាសាទព្រះវិហារយើងពីតំបន់ភ្នំទ្របនឹងមកទៀតផងហើយគេបញ្ជាក់ថាថ្ងៃទី17នេះគឺគេនៅឈុតជើងនៅលើតំបន់ភ្នំទ្របដែលឥឡូវនេះគឺថៃកំពុងតែគ្រប់គ្រងឃើញទេភ្នំទ្របដែលយើងគ្រប់គ្រងពីមុនមកក៏គេយកដែរចំណាយនៅខាងលើហើយយើងនៅតែអំពាវនាវថ្កោលទោសសុំឲ្យជំរុញឲ្យគេគោរពការបាត់ឈប់បាញ់អញ្ចឹងទៅតើវានឹងបានប្រសិទ្ធភាពប៉ុណ្ណាទៅបងប្អូននៅលើភ្នំទ្របនេះនៅថ្ងៃទី17ខែកញ្ញានេះក៏ឃើញរូបភាពផ្ញើដែលផ្សាយចេញពីថៃហ្នឹងគឺគេធ្វើពិធីសាសនាមួយយ៉ាងកក្រឹកកក្រែងយករូបបច្ឆាយលក្ខណ៍របស់ព្រះមហាក្សត្រថៃនឹងយកទៅដាក់នៅលើភ្នំទ្របអាកន្លែងបលាលួសដែលខ្មែរយើងធ្លាប់គ្រប់គ្រងពីនឹងទៀតមុននឹងទៀតគេបញ្ឈឺចិត្តខ្មែរយើងសពបែបយ៉ាងប៉ុន្តែយ៉ាងណាខ្មែរយើងយកវិធីមួយគឺអត់ធ្មត់ឥឡូវនេះខ្ញុំនិយាយអំពីសាររបស់លោកហ៊ុនម៉ាណែតផ្ញើទៅប្រធានអាស៊ានប្រធានអង្គការសហប្រជាជាតិទៅប្រធានាធិបតីដូណាល់ត្រាំសារនេះគឺជាបែបជាលិខិតដូចជាបែបចំហច្រើនជាងបងប្អូនព្រោះអីសុំការគាំទ្រពីសហគមន៍អន្តរជាតិនឹងឲ្យជួយជំរុញឲ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងឲ្យមានប្រសិទ្ធភាពនឹងបានពេញលេញបងប្អូនកិច្ចព្រមព្រៀងរវាងថៃនិងខ្មែរនេះណាឥឡូវនេះអាមេរិកបានបោះបាល់ឲ្យអាស៊ានទៅហើយបងប្អូនមានចាំទេកាលពីថ្ងៃទី7ខែសីហាឆ្នាំ2025ហ្នឹងលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយគឺកោតសរសើរប្រទេសម៉ាឡេស៊ីប្រធានអាស៊ានគឺលោក Anwar Ibrahim ដែលបានរៀបចំឲ្យមានបទឈប់បាញ់សម្រាប់សម្រួលឲ្យមានបទឈប់បាញ់ហើយនឹងកិច្ចព្រមព្រៀងរវាងប្រទេសថៃនិងប្រទេសកម្ពុជាហើយលោកក៏បានបោះបាល់នេះថាសហរដ្ឋអាមេរិកបានបោះបាល់នេះជូនទៅឲ្យសហគមន៍អាស៊ានជាពិសេសប្រធានអាស៊ាននៅក្នុងការសម្របសម្រួលឬក៏ជួយធ្វើកិច្ចការងារបន្តហើយនឹងឲ្យកម្ពុជានិងថៃខ្លួនឯងនឹងជាអ្នកដែលពង្រឹងបទឈប់បាញ់នឹងដូច្នេះសហគមន៍អន្តរជាតិគេហាក់បីដូចជាគិតថារឿងនេះគេចប់ភារកិច្ចរបស់គេទៅហើយចង់ឲ្យខ្មែរនិងថៃដោះស្រាយចាឥឡូវបើថៃគេអត់ស្ដាប់តើយើងធ្វើយ៉ាងដូចម្ដេចបងប្អូនពេលដែលថៃបំពេញយើងអត់ធ្មត់ពេលដែលថៃបំពេញយើងប្រាប់ថាយើងនឹងអនុវត្តយន្តការអន្តរជាតិពេលដែលថៃបំពេញយើងសរសេរលិខិតសុំឲ្យអន្តរជាតិជួយប្រាប់ថៃផងឲ្យគោរពបទឈប់បាញ់ប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងគឺយើងនៅតែអត់ធ្មត់យើងនៅតែសរសេរលិខិតថ្កោលទោសសរសេរលិខិតតវ៉ាស្នើឲ្យអន្តរជាតិមកជួយអន្តរាគមន៍អត់មានអន្តរជាតិណាមកជួយអន្តរាគមន៍សោះក្នុងពេលជាមួយគ្នាហ្នឹងថៃរំកិលរហូតបលាលួសដាក់គ្រប់កន្លែងហើយឈូសឆាយផ្ទះប្រជាពលរដ្ឋបដិញ្ញប្រជាពលរដ្ឋឥឡូវនេះយើងដឹងហើយអភិបាលអភិបាលខេត្តស្រះកែវគឺលោកបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃហ្នឹងដែរប្រាប់ថាទុកពេលឲ្យរហូតដល់ថ្ងៃទី26ខែកញ្ញាឆ្នាំ2025នេះឲ្យប្រជាពលរដ្ឋខ្មែរដែលអាស្រ័យផលរស់នៅក្នុងតំបន់ភូមិនងច័ន្ទឬក៏យើងហៅភូមិជោគជ័យហ្នឹងឃុំអូបីជាន់ស្រុករងឪខេត្តបន្ទាយមានជ័យហ្នឹងឲ្យចេញជាកំហិតបើអត់ចេញទេគឺគេនឹងប្រើកម្លាំងដើម្បីបណ្ដេញចេញតែម្ដងប៉ុន្តែយើងឃើញគាត់ឈូសឆាយផ្ទះយើងឃើញគាត់ដាក់បលាលួសមកកណោក៏ដឹកមកហើយយើងភាគីកម្ពុជាយើងឃើញតែប្រជាពលរដ្ឋទេទៅរើបលាលួសដែលទើបតែដាក់ថ្មីនៅឯភូមិព្រៃច័ន្ទឬក៏ចង្ការអំពៅប៉ុន្តែបលាលួសបានដាក់រួចទៅហើយនៅឯភូមិ
អូបីជាន់ហ្នឹងមានទាំងកង់ឡានមានទាំងបឡាលុះមានទាំងវាំងននខ្មៅមានទាំងកាមេរ៉ាមានទាំងអីសពបែបយ៉ាងនៅក្នុងនោះយើងអត់ទាន់បានរើអាហ្នឹងចេញទៅគឺនៅជាប់នៅទីហ្នឹងហើយជាតំបន់ដែលកំពុងតែមានភាពប្រទេសបន្ទង់គ្នាប៉ុន្តែអ្វីដែលអភិបាលខេត្តស្រះកែវនិងអ្វីដែលអភិបាលខេត្តឧត្តរមានជ័យសំទុះប្រទេសមានជ័យលោកអ៊ុំរាត្រីដែលជួបគ្នានៅថ្ងៃមិញនេះគឺបើតាមអ្វីដែលជាសេចក្តីថ្លែងការណ៍ពីខាងថៃទៅវិញគឺគេនិយាយចេះថាអភិបាលខេត្តដែលជាប់ព្រំដែនទាំងពីរនាក់ហ្នឹងឯកភាពគ្នាមានចំណុចមួយដែលគួរឲ្យកត់សម្គាល់ថាភាគីចំនួននៅក្នុងតំបន់ប្រទីងបតុងគ្នានេះត្រូវរក្សាចម្ងាយឲ្យបាន500ម៉ែត្រពីតំបន់ប្រទីងបតុងអញ្ចឹងបានន័យថាថៃត្រូវថយ500ម៉ែត្រខ្មែរត្រូវថយ500ម៉ែត្របានន័យថាម៉េចបានន័យថាកន្លែងហ្នឹងគឺបើទោះបីជាខ្មែរទៀមទាថាជាដីខ្មែររឹបក៏ដោយក៏ប៉ុន្តែបើតាមអ្វីដែលលោកអភិបាលខេត្តស្រះកែវលើកឡើងនេះថានៅតំបន់ភូមិព្រៃច័ន្ទឬក៏ភូមិជោគជ័យនេះបានន័យថាភាគីទាំងអស់ត្រូវតែឲ្យដកថយម្នាក់500ម៉ែត្រឬឆ្ងាយពីហ្នឹងប៉ុន្តែតើបលាលួសហ្នឹងឬយ៉ាងណាយើងអត់ដឹងគាត់ថានេះជាអ្វីដែលពួកគាត់ថាព្រមព្រៀងយកអត់ទាន់មានសេចក្តីថ្លែងការណ៍ពីលោកអ៊ុំរាត្រីឬក៏ភាគីរដ្ឋាភិបាលកម្ពុជារឿងនេះទេគាត់តែឮថាភាគីថៃហ្នឹងគេចង់ឲ្យយើងធ្វើយ៉ាងម៉េចឲ្យរើប្រជាពលរដ្ឋចេញពីតំបន់នងច័ន្ទហ្នឹងឲ្យអស់នៅត្រឹមថ្ងៃទី26ខែកញ្ញាតែប៉ុណ្ណឹងបងប្អូនឲ្យរឿងនេះគឺបើតាមមើលទៅគឺយើងនឹងពិបាកដោះស្រាយជាមួយនឹងថៃមែនតើនៅពេលដែលថៃអត់គោរពបទជប់បាញ់ណាបងប្អូនហើយយើងដឹងយើងមើលច្រកអានសេះនៅថ្ងៃទី13បងប្អូនមានឃើញរូបភាពនៃច្រកអានសេះទៅហ៊ានថៃមកទង្វងចូលមកនៅក្នុងច្រកអានសេះហ្នឹងហើយគេមករករឿងទៅហ៊ានខ្មែរយើងដែលយើងថាគ្រប់គ្រងច្រកអានសេះហ្នឹងបាន100%ថៃថាអត់ទេថៃគេគ្រប់គ្រង100%ហើយគេរករឿងយើងទៀតនៅពេលដែលយើងនាំអនុព័ន្ធយកនាំណែគេឲ្យក្រុមសង្កេតការអន្តរកាលទៅតំបន់ហ្នឹងកាលពីថ្ងៃទី13ខែកញ្ញាហ្នឹងគឺគេរករឿងថាយើងអត់ជូនដំណឹងគេមុនដីគេយើងជូនដំណឹងគេតាម1ម៉ោងមុនគេត្រៀមខ្លួនអត់ទាន់ហើយធ្វើឲ្យមានការប្រទាញបន្ទងគ្នាឥឡូវគេចោទប្រកាន់ថាខ្មែរយើងយកអាវុធចូលទៅក្នុងតំបន់ដែនអធិបតេយ្យរបស់គេឯណាទៀតនាំថានាំក្រុមអង្គការការទៅហ្នឹងគេចោទថាក្រុមអង្គការហ្នឹងគឺមិនមែនក្របខ័ណ្ឌអាស៊ានទៀតព្រោះអីថាតំណាងឲ្យយោធាម៉ាឡេចូលរួមនៅក្នុងក្រុមអង្គការចុះទៅថ្ងៃ13ហ្នឹងថាមិនមែនអ្នកមានក្របខ័ណ្ឌអាស៊ាននៅក្នុងនាមជាអនុព័ន្ធយោធារបស់ម៉ាឡេក្នុងក្របខ័ណ្ឌអាស៊ានថៃចោទថាគ្រាន់តែជាគ្រូបដិបដាលយោធាសោះឲ្យចូលទៅដីថៃអីខុសច្បាប់វែងឆ្ងាយទៀតថៃគេនៅឆាកអន្តរជាតិគឺគេប្រាប់មកថាខ្មែរយើងបំពេញគេថៃខូចប៉ុន្តែឆ្លាតបាទឥឡូវនេះដំណោះស្រាយយ៉ាងម៉េចយើងនឹងបន្តមើលតទៅទៀតបងប្អូនយើងគ្រាន់តែដឹងថារដ្ឋាភិបាលកម្ពុជានិងនាយករដ្ឋមន្ត្រីខ្មែរគឺបានតែចេញលិខិតថ្កោលរដ្ឋាភិបាលកម្ពុជាថ្កោលទោសរឿងភូមិព្រៃច័ន្ទនិងភូមិជោគជ័យលោកហ៊ុនម៉ាណែតបានចេញសេចក្តីថ្លែងការណ៍ឬក៏លិខិតសុំការគាំទ្រពីមេដឹកនាំពិភពលោកដើម្បីជំរុញឲ្យថៃអនុវត្តកិច្ចព្រមព្រៀងបទជប់បាញ់ហ្នឹងថាតើវាអនុវត្តប៉ុណ្ណាយើងចាំមើលតទៅទៀតព្រោះអីខ្ញុំជឿថាមកដល់ពេលនេះគឺថៃបានដៃហើយថៃបានចិត្តគ្រប់រឿងហើយព្រោះខ្មែរអត់ទៅយកបលាលុះហើយឥឡូវហ្នឹងខ្មែរកំពុងតែខ្វល់ទៀតរហូតដល់ទៅតំបន់17កន្លែងទៀតនៅឯខេត្តកោះកុងនិងខេត្តបន្ទាយមានជ័យដែលខាងនាវាខាងកងទ័ពជើងទឹកថៃបានពមៀនឲ្យយើងដកឥឡូវលោកហ៊ុនម៉ាណែតក៏បានបញ្ជាក់ប្រាប់ថាមានប្រភពច្បាស់ការថាថៃនឹងប្រើកម្លាំងដើម្បីយកទីតាំងទាំងអស់នោះតើយើងនឹងស្ងាត់ស្ងៀមប៉ុណ្ណានៅពេលដែលគេប្រើកម្លាំងឥឡូវយើងប្រើលិខិតប្តឹងទៅឬតវ៉ាទៅឲ្យសហគមន៍អន្តរជាតិជួយចុះបើគេអត់ជួយឲ្យថៃចូលមកយកទៀតតែយើងធ្វើយ៉ាងម៉េចយើងនៅសង្ងំអត់ធ្មត់អញ្ចឹងទៅហើយយើងគោរពបទជប់បាញ់នឹងទៀតតាមពិតការគោរពបទជប់បាញ់វាត្រូវការគោរពទាំងសងខាងមិនអញ្ចឹងបងប្អូនវាអត់អាចដូចថាយើងរំស្លូអញ្ចឹងវាត្រូវមានគូអញ្ចឹងតែអាគូរបស់យើងហ្នឹងប្រកាច់ប្រកិនសម្ឲ្យក្នុងខោឲ្យយើងទៅរំមិនកើតឥឡូវយើងជាអ្នករំម្នាក់ឯងតែយើងរំកើតទេសឹកចង្វាក់ហ្នឹង
ហើយយើងនៅតែអត់ធ្មត់ហ្នឹងខ្ញុំមិនដឹងខ្ញុំមែនតើមិនចង់ឲ្យមានការផ្ទុះអាវុធឬក៏ការប្រហូរឈាមគ្នាអីទៀតទេវាជារឿងមួយដ៏អាក្រក់ជូរចត់ណាខ្ញុំយល់ស្របថាការដែលមិនផ្ទុះអាវុធហ្នឹងគឺជាការដែលធ្វើឲ្យមិនបាត់បង់ជីវិតមនុស្សទេប៉ុន្តែតើយើងរកយន្តការអីដើម្បីដាក់សម្ពាធថៃដើម្បីឲ្យគោរពបានបើសិនជានៅតែតវ៉ានៅតែស្នើឲ្យអង្គការសហជីវជាតិឬពិភពលោកអីហ្នឹងមកគាត់តែជួយជំរុញឲ្យថៃមិនស្ដាប់ទេដូច្នេះខ្ញុំនៅតែស្នើឲ្យរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបើថាយើងមិនបានអីយើងអត់ធ្មត់ទៅហើយយើងមិនអាចនឹងទៅរើបលាលួសចេញពីថៃបានហេតុអីយើងមិនដាក់ពាក្យប្តឹងគេខ្ញុំពងតែឆ្ងល់ដាក់ពាក្យប្តឹងទៅតំបន់ទាំងអស់នោះយើងចាំបាច់ទៅប្រាប់ប្រធានអាស៊ានឬក៏លោកដូណាល់ត្រាំឬក៏អង្គការសហប្រជាជាតិហ្នឹងគេទៅជួយយើងមិនបានព្រោះយន្តការរបស់យើងគឺបើមានចំនួនព្រំដែនជាមួយនឹងថៃគឺយើងប្តឹងទៅតុលាការអន្តរជាតិ ICJ ព្រោះក្របខ័ណ្ឌតុលាការអន្តរជាតិគេដោះស្រាយចំនួនយើងឯប្រធានមេដឹកនាំធំហ្នឹងគេគ្រាន់តែដឹងឮប៉ុន្តែរឿងគេមកកណោហ្នឹងរឿងអ៊ីស្រាអែលគេដោះស្រាយមិនទាន់ចប់ផងឥឡូវរឿងនៅអ៊ុយក្រែននៅរុស្ស៊ីគេលវលវីវអត់មានបានសម្រាប់ដែរគេមកឈឺក្បាលអីរឿងខ្មែរមានចំណេញអីគេសោះនោះហើយរឿងយើងរំលោភប្រជាធិបតេយ្យរំលោភសិទ្ធិមនុស្សឡើងក៏ក្រើកគេចង់រអាគ្រប់គ្នាទៅហើយហ្នឹងគេអត់មានលវលយើងទេហើយចិនក៏អត់លវលយើងដែរទៅធ្វើសម្ពយុទ្ធយោធាជាមួយថៃយើងមើលគេថាពេលវេលាហ្នឹងគឺជាពេលវេលាដែលយើងឯកោចង់បានថាមានតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហ្នឹងឯងដែលមានសេចក្តីសង្ឃឹមចុងក្រោយនោះបើអត់ធ្វើទេបលាលួសនឹងចូលកាន់តែជ្រៅទៅនៅក្នុងដីខ្មែរហា17កន្លែងទៀតនៅខេត្តកោះកុងនិងពោធិ៍សាត់គេនឹងមកដដើមយកប្រើកម្លាំងទៀតយើងមិនយើងច្បាំងជាមួយថៃទៀតព្រោះយើងអនុវត្តវិធានការអត់ធ្មត់ហើយហ្នឹងស្រាប់តែយើងសាបម្ដាយប្រៃមកចាប់យើងខំប្រឹងអត់ធ្មត់អីស្រាប់ដល់ហើយមកច្បាំងជាមួយថៃពេលដែលគេប្រើកម្លាំងនៅអាតំបន់17ហ្នឹងទៀតអញ្ចឹងបានន័យថាយើងលែងមានការអត់ធ្មត់ទៅអីពីដើមមកយើងខំប្រឹងអត់ធ្មត់ដូច្នេះវាពិបាកណាស់បងប្អូនប្រជាពលរដ្ឋខ្មែរមើលទៅថាកម្ពុជាគឺច្បាស់ជាមិនអាចនឹងទៅតតាំងជាមួយថៃអីបានទេព្រោះអីយកវិធីទៅសរសេរលិខិតប្រាប់ទៅប្រធានអង្គការសហជីវជាតិឬក៏អ្នកដឹកនាំពិភពលោកប៉ុន្តែអត់ព្រមប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដែលជាយន្តការស្របច្បាប់ដែលយើងមានប្រៀបណាបងប្អូនយើងចាំមើលតទៅទៀតតើរដ្ឋាភិបាលកម្ពុជានឹងយកវិធីសាស្ត្រប្រើនយោបាយប្រជាពិធដ្ឋនេះបានយូរប៉ុណ្ណាទៀតហើយប្រជាពលរដ្ឋខ្មែរហ្នឹងនឹងរងគ្រោះដោយជំរាមកៅស៊ូហើយនឹងក្របបែកផ្សែងឬក៏តិចទៀតផ្សែងពុលផងអីផងទៀតនឹងប៉ុណ្ណាទៀតយើងតាមដានតទៅទៀតបងប្អូនហើយខ្ញុំនឹងជម្រាបជូនព័ត៌មានបងប្អូនរឿងនេះតទៅទៀតនៅពេលដែលមានរឿងនេះឥឡូវនេះចូលដល់រឿងសហរដ្ឋអាមេរិកដែលខ្ញុំតាមការសន្យាថាតកតងនឹងរឿងឃាតករបាញ់សម្លាប់លោក Charlie Kirk នៅឯរដ្ឋ Ohio នៅសំទោសនៅ Utah នៅរដ្ឋ Utah នៅសាកលវិទ្យាល័យ Utah ដែលលោកទៅថ្លែងសារពិធីសំណេះសំណាលជជែកដេញដោលជាមួយនិស្សិតនៅទីនោះហើយក៏ត្រូវបានលោក Tyler Robertsonវ័យ22ឆ្នាំបានបាញ់ប្រហារលោកតែមួយគ្រាប់ធ្វើឲ្យផ្ដាច់ជីវិតលោក Charlie Kirk ទាំងក្នុងទីសាធារណៈនៅក្នុងចំណោមមហាជននៅចំណោមកូនក្មេងក៏មាននៅទីនោះដែរបាទដោយសារតែហេតុផលនេះឯងហើយលោក Tyler Robertson ក៏បានសារភាពថាគាត់ពិតជាបានបាញ់សម្លាប់លោក Charlie Kirk ក៏ពិតមែនហើយលោកប្រាប់ថាហេតុអីបានជាលោកបាញ់សម្លាប់ប៉ុន្តែមុននឹងខ្ញុំនិយាយអំពីការសារភាពថាហេតុអីបានជាគាត់សម្លាប់នេះខ្ញុំចង់និយាយបន្តិចថាថ្ងៃមិញនេះសំទោសថ្ងៃម្សិលមិញនេះគឺតុលាការបានជួបលោក Tyler Robertson គឺជាលើកដំបូងជាការបង្ហាញខ្លួនតាមនីតិវិធីតុលាការនៅពេលដែលនាំខ្លួនដើម្បីប្រាប់បទចោទហើយពិធីនេះគឺធ្វើតាមអនឡាញទេបាទតែជានីតិវិធីតុលាការដែលប្រព្រឹត្តទៅដូចតែយើងជួបផ្ទាល់ដែរដោយក្នុងនោះគឺឃើញរូបលោក Tyler Robertson ហ្នឹងគាត់អង្គុយស្ដាប់ការសូត្របទចោទហើយបទចោទដែលប្រឆាំង
ថៃលើមានច្រើនបទចោតមែនតើបងប្អូនគឺមានដល់ទៅ5ទី1គឺមនុស្សឃាតដោយចេតនាមានស្ថានទម្ងន់ទី2គឺបទចោតអំពីការប្រើប្រាស់កំភ្លើងដោយបង្ករបួសធ្ងន់ធ្ងរដល់ជីវិតមនុស្សទី3គឺបទចោតអំពីការរារាំងយុត្តិធម៌ទី4គឺការដាក់សម្ពាធសាក្សីមិនឲ្យនិយាយការពិតទី5គឺការប្រព្រឹត្តបទល្មើសហិង្សានៅចំពោះមុខកុមារបាទបទល្មើសដែលទាំងអស់ដែលខ្ញុំរៀបរាប់នេះខ្ញុំជឿថាបទល្មើសរារាំងយុត្តិធម៌នេះអាចតាក់ទងនឹងការដែលដាក់សម្ពាធទៅលើសាក្សីហើយសាក្សីនៅក្នុងរឿងនេះគឺជាមិត្តរួមបន្ទប់នៅសាកលវិទ្យាល័យនៅមហាវិទ្យាល័យដែលគាត់រៀនគាត់មានបន្ទប់មួយដែលគាត់ស្នាក់នៅអន្តេវាសិកដ្ឋាននៅសាលាសាកលមហាវិទ្យាល័យនៅរដ្ឋយូថាហ្នឹងគឺគាត់share គាត់មានរស់នៅបន្ទប់មួយជាមួយនឹងមិត្តរួមថ្នាក់របស់គាត់ប៉ុន្តែអ្នកដែលរួមបន្ទប់ហ្នឹងគឺជាសង្សាររបស់គាត់ទៅទៀតជាប្រុសចង់និយាយថាជាចុងក្រោយគឺគេរកឃើញថាពួកគាត់ប្រុសនេះគឺស្រឡាញ់ភេទដូចគ្នាហើយនេះក៏ជាតម្រុយមួយដែលខ្ញុំនឹងពន្យល់បន្ថែមតាក់ទងនឹងតាហេតុអីបានជាCharlie សំទោសបានជា Tyler នឹងស្អប់នឹងខឹង Charlie ខ្លាំងម្ល៉េះនៅពេលដែលតុលាការសូត្របទចោទចប់ឲ្យគាត់ស្ដាប់គឺគាត់បានងក់ក្បាលហើយនឹងប្រាប់ឈ្មោះតុលាការអញ្ចឹងទៅគឺមិនមានបង្ហាញមនោសញ្ចេតនាសោកស្ដាយអីយ៉ាងណាទេព្រោះមើលទៅមុខគាត់នៅស្មើរហូតតាំងពីដើមដល់ចប់បទចោទទាំងអស់នេះបងប្អូនបើសិនជាតុលាការសម្រេចរកឃើញថាគាត់មានពិរុទ្ធមែនគឺអាចផ្ដន្ទាទោសជាប់គុកមួយជីវិតបើសិនជាទោសដែលខ្លីបំផុតណាបងប្អូនក៏ត្រឹមជាប់គុក25ឆ្នាំដែរនឹងតិចបំផុតដែរប៉ុន្តែដោយសារតែរដ្ឋយូថានេះមានការកាត់ទោសប្រហារជីវិតគឺមានច្បាប់អនុញ្ញាតឲ្យកាត់ទោសប្រហារជីវិតបានជារដ្ឋអាជ្ញានៅរដ្ឋនេះគ្រោងនឹងដាក់ស្នើសុំតុលាការឲ្យកំណត់ទោសប្រហារជីវិតតាក់ទងនឹងបទចោទទាំងអស់នេះបាទឥឡូវយើងងាកមកពីឥឡូវយើងស្លេះនីតិវិធីតុលាការត្រឹមនេះយើងងាកមកពីមូលហេតុអីបានជាលោក Tyler គាត់ចិត្តសាហាវខុសខើដែលរហូតដល់ទៅបាញ់ប្រហារជីវិតមនុស្សគឺលោក Charlie Kirk វ័យ31ឆ្នាំបងគាត់11ឆ្នាំបាទតែ Charlie គឺគាត់មានប្រពន្ធមានកូន2នាក់តូចឯTyler ជាអ្នកនៅលីវហើយសុទ្ធតែជាអ្នកដែលគ្រប់គ្រងគណៈបកសាធារណរដ្ឋផ្កាប់មុខដូចគ្នាបាទខ្ញុំចង់និយាយថាលោក Charlie Kirk គឺជាអ្នកអភិរក្សសកម្មជនអភិរក្សនិយមគឺគាត់គ្រប់គ្រងជំហររបស់គណៈបកសាធារណរដ្ឋនឹងខ្លាំងណាស់មិនមែនតែត្រឹមតែគ្រប់គ្រងទេគឺគាត់ជ្រោមជ្រែងលើកស្ទួយដើម្បីឲ្យអ្នកណាដែលយកគោលនយោបាយអភិរក្សនិយមយកទៅប្រើប្រាស់ហ្នឹងគឺបានជានាយករដ្ឋមន្ត្រីផងអញ្ចឹងបានគាត់គ្រប់គ្រងយុទ្ធនាការគ្រប់គ្រងលោក Donald Trump តាំងពីដើមរៀងមកហើយចឹងហើយបានជាលោក Donald Trump នឹងពេញចិត្តលោក Charlie Kirk នឹងមែនតើរហូតតតែពេលលោកក្រោយការបាញ់សម្លាប់នេះគឺបញ្ជូនយន្តហោះដឹកអនុប្រធានាធិបតីទៅដឹកសាកសពរបស់លោក Charlie Kirk បញ្ជូនទៅដល់កន្លែងទីកំណើតរបស់លោក Charlie ផងហើយនឹងគ្រងចេញមេដាយស្ដីអំពីវីរភាពនៃសេរីភាពអីជូនជាមេដាយកិត្តិយសកំពូលមួយប្រចាំសហរដ្ឋអាមេរិកជូនសពរបស់លោក Charlie ទៀតនឹងមានរឿងច្រើនទៀតបងប្អូនប៉ុន្តែឥឡូវយើងនិយាយអំពីរឿងលោក Charlie ហ្នឹងលោក Kirk សម្រាប់ Tyler ហ្នឹងហេតុអីបានជាគាត់សម្លាប់ Charlie អ្វីដែលជាសារដែលគាត់បានពីដែលម្ដាយឪពុករបស់Tyler ប្រាប់នៅពេលដែលនិយាយជាមួយកូនមុននឹងបកគលខ្លួនឲ្យប៉ូលីសហ្នឹងគឺកូនបានសារភាពប្រាប់ថាគាត់ពិតជាបានបាញ់សម្លាប់ Charlie នេះមែនដោយសារតែគាត់ប្រើពាក្យអញ្ចេះគាត់ថា Charlie គឺជាមនុស្សសាមានចិត្តសាមានហួសហេតុជ្រុលចង់និយាយចិត្តសាមានជ្រុលហើយគាត់ប្រើពាក្យថា
ណែឆាលីនេះគឺជាមនុស្សដែលសាបព្រោះសំអប់ហួសហេតុដែលគាត់គិតថាមិនអាចអត់ឱនបានហើយគាត់គិតថាឥឡូវដោយសារតែមានឱកាសគាត់ប្រាប់ទៅមិត្តរួមបន្ទប់គាត់នោះដែលជាសង្សាររបស់គាត់នោះគាត់ថាគាត់ត្រៀមខ្លួនដើម្បីធ្វើកម្មដូចថាសម្រាប់លោកឆាលីនេះតាមមួយអាទិត្យទេហើយធ្វើតែម្នាក់ឯងអត់មានអ្នកណាមកចូលរួមទេម្នាក់ឯងសុទ្ធសាធគម្រោងនេះគឺម្នាក់ឯងដោយចិត្តស្អប់របស់គាត់ដូចថាស្អប់ឆាលីដោយសារគាត់ចោទឆាលីថាសាបព្រោះសំអប់នឹងវាជ្រុលហួសហេតុពេកដែលគាត់អត់អាចនឹងសម្របសម្រួលអត់ឱនឲ្យបានសោះហើយក៏កំពុងរងចាំឱកាសហើយឱកាសហ្នឹងមកដល់ទៀតដោយសារអីចៃដន្យអីអាពេលនេះមុនមួយអាទិត្យដែលគាត់នេះហ្នឹងគាត់ឆាលីមានគម្រោងមកសំណេះសំណាលនិស្សិតនៅសាកលវិទ្យាល័យឬក៏មហាវិទ្យាល័យដែលគាត់រៀនដែរអញ្ចឹងបានន័យថាវាចំឱកាសហ្នឹងទៅបានគាត់ចាប់ផ្ដើមប្រើកំភ្លើងមួយកំភ្លើងវែងទៀតបងប្អូនហេតុអីបានគាត់មានកំភ្លើងហ្នឹងកំភ្លើងនេះគឺឪពុកគាត់ជាអ្នកទិញឲ្យគាត់ធ្វើជាកាដូឪពុកទិញកំភ្លើងជាកាដូឲ្យកូនណាឪពុកគាត់ហ្នឹងគឺជាអ្នកគ្រប់គ្រងលោក Donald Trump ដ៏ផ្ដួលផ្ដាច់ម្នាក់ដែរនិយាយទៅគឺជាអ្នកគ្រប់គ្រងខាងគណៈបក្សសាធារណរដ្ឋផ្កាប់មុខតែ Tyler Robinson គាត់មិនមែនជាអ្នកគ្រប់គ្រងគណៈបកណាមួយទេគាត់ចុះឈ្មោះជាអ្នកបោះឆ្នោតឯករាជ្យចង់និយាយថាមិនចុះឈ្មោះថាសាធារណរដ្ឋឬប្រជាធិបតេយ្យប៉ុន្តែគ្រួសារគាត់ទាំងម្ដាយគាត់អីហ្នឹងសុទ្ធតែជាអ្នកគ្រប់គ្រងលោក Donald Trump ឬក៏គណៈបក្សសាធារណរដ្ឋយ៉ាងបដូរផ្ដាច់បំផុតបាទហើយជំហរនយោបាយរបស់លោកTyler Robinson ហើយនឹងឪពុកម្ដាយរបស់គាត់មិនសូវស៊ីសង្វាក់គ្នាទេដោយសារអីTyler ហាក់បីដូចជាមានគំនិតខ្វែងទៅនឹងឪពុកម្ដាយតាក់ទងនឹងរឿងគ្រប់គ្រងគោលនយោបាយជាពិសេសគឺគោលនយោបាយរបស់គណៈបក្សសាធារណរដ្ឋវាស្របទៅនឹងគោលនយោបាយឬក៏សាររបស់ Charlie Kirk ព្រោះអីទី1គឺប្រឆាំងដាច់ខាតការរំលូតកូនទី2គឺមិនគ្រប់គ្រងភេទទី3ទេគឺនៅសហរដ្ឋអាមេរិកមានភេទតែ2ទេគឺមានតែភេទប្រុសនិងភេទស្រីពេលព្រោះអីចេះពេលដែលលោកត្រាំឡើងកាន់អំណាចហ្នឹងគឺគាត់បានចេញបទបញ្ជារដ្ឋបាលមួយប្រតិបត្តិមួយគឺលុបចោលការទទួលស្គាល់ភេទទី3ទី4នៃហ្នឹងទាំងអស់គឺមានតែភេទប្រុសនិងស្រីតែប៉ុណ្្នឹងឯងហើយគោលនយោបាយនេះក៏ធ្វើឲ្យមានការថ្នាំងថ្នាក់ច្រើនណាស់ដល់អ្នកដែលនិយមភេទទី3អីចឹងណាហើយ Charlie ហ្នឹងក៏គ្រប់គ្រងគោលនយោបាយនឹងយ៉ាងស្រួចស្រាលបំផុតគឺរហូតដល់ពេលជជែកដេញដោលមតិនៅក្នុងវេទិកាសាធារណៈហ្នឹងគាត់តែងតែលើកឡើងជំទាស់រកទាញហេតុផលដើម្បីឲ្យដឹងថាមិនត្រូវមានភេទលើសពីភេទប្រុសនិងភេទស្រីទេគឺមិនទទួលស្គាល់ភេទទី3ហ្នឹងហើយតែងតែផ្ចាញ់ផ្ចាលអ្នកដែលមានភេទទី3ហ្នឹងថានិយាយទៅគឺសាររបស់គាត់គឺជាគំនិតរបស់គាត់ចង់ប្រាប់ថាមានភេទតែប្រុសនិងស្រីអីអញ្ចឹងណាហើយប្រឆាំងការរំលូតកូនលើកស្ទួយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិករឿងឲ្យប្រើប្រាស់កាភ្លើងអីអញ្ចឹងទៅបើទោះបីជាមានការតតាំងមតិរបស់លោក Charlie ថាការប្រើប្រាស់កាភ្លើងនឹងវាច្រើនតែមានការបាញ់សម្លាប់មនុស្សទាំងវងហើយអំពើហិង្សាកើតឡើងច្រើនហើយគឺគួរតែឈប់ឲ្យប្រើកាភ្លើងហ្នឹងក៏ប៉ុន្តែលោក Charlie ក៏គាត់នៅតែគិតថាការប្រើប្រាស់កាភ្លើងគឺជាសិទ្ធិស្របច្បាប់ស្របតាមរដ្ឋធម្មនុញ្ញហើយគាត់តស៊ូមតិគ្រប់គ្រងឲ្យប្រើប្រាស់កាភ្លើងហើយកំពុងតែនិយាយពីរឿងការប្រើប្រាស់កាភ្លើងនិងការបាញ់មនុស្សស្លាប់ទាំងវងអីហ្នឹងស្រាប់តែមានលឺស្នូកំភ្លើងផ្ទុះមួយគ្រាប់ក្ដួងផ្ដាច់ជីវិតរបស់គាត់មួយរំពេចវាគប់ជួនមែនតើហើយ Tyler គឺគាត់នៅកើបនៅឯលើដំបូលអាគារទល់មុខហ្នឹងចម្ងាយប្រហែលជា150ម៉ែត្រទល់មុខកន្លែងដែលCharlie កំពុងតែសំណេះសំណាលគ្នាជាមួយនិស្សិតនៅសាកលវិទ្យាល័យហ្នឹងហើយពេលដែលបាញ់ហើយគឺគាត់រត់ចុះពីលើអាគារគាត់ដូរកៅអៅប៉ុន្តែគាត់ធ្លាក់អាកាភ្លើងហ្នឹងចោលយកមកអត់បានវាចោលកាភ្លើងហ្នឹងទៅហើយគាត់រត់ចោលកាភ្លើងហ្នឹងដូរកៅអៅដូរអីប៉ុន្តែពេលដែលមកដល់ផ្ទះវិញមកដល់កន្លែងស្នាក់នៅវិញនិយាយទៅនៅកន្លែងលាក់ខ្លួនហ្នឹងគាត់បានផ្ញើសារទៅ
សង្សារដែលរួមបន្ទប់របស់គាត់ហ្នឹងប្រាប់ថាគាត់ចាប់ផ្ដើមមានបញ្ហាមួយដោយសារអីក្រោយមកហ្នឹងយើងដឹងហើយណាប៉ូលីសចាប់ផ្ដើមចេញរូបគាត់មកហើយមានកាភ្លើងផងមានអីចឹងទៅឪពុកគាត់បានរូបហ្នឹងពីម្ដាយគាត់ហ្នឹងយកទៅបង្ហាញថាហ្នឹងដូចជាកូនឪពុកក៏ឃើញរូបបើតែថាកាលហ្នឹងព្រាលមែនប៉ុន្តែថាភិនភាកហ្នឹងហើយនឹងកាភ្លើងហ្នឹងគឺជាកាភ្លើងដែលគាត់ទិញសម្រាំងពិសេសឲ្យកូនអញ្ចឹងហើយបានជាឪពុករបស់ Tyler ពេលដែលឃើញរូបហ្នឹងភ្លាមព្រោះគាត់អត់នៅផ្ទះជាមួយគ្នាទេឪពុកម្ដាយនឹងនៅផ្ទះដាច់ដោយឡែកកូនទៅនៅបន្ទប់ជួលនៅសាកលវិទ្យាល័យនៅមហាវិទ្យាល័យដែលគាត់រៀនអញ្ចឹងទៅគាត់ក៏បានផ្ញើសារឬក៏នៅទូរស័ព្ទប្រាប់កូនថាឲ្យផ្ញើរូបកាភ្លើងហ្នឹងឲ្យគាត់មើល Tyler ពេលដែលឮសូរឪពុកទេឲ្យផ្ញើកាភ្លើងឲ្យគាត់មើលគាត់មានបញ្ហាភ័យភ្លាមព្រោះអីកាភ្លើងអត់យកមកបានផងទុកធ្លាក់ចោលនៅកន្លែងព្រៃកន្លែងនៅបរិវេណមហាវិទ្យាល័យហ្នឹងហើយឪពុកទាមទារយកកាភ្លើងហ្នឹងព្រោះកាភ្លើងជាគេដែលគេថាកាដូឲ្យកូនផងអញ្ចឹងកូននឹងយកអត់បានគាត់ទាល់តម្រេះដែរគឺគាត់ទេប្រាប់ឪពុកវិញថាគាត់អត់យកកាភ្លើងនឹងឲ្យទេហើយក៏គាត់ប្រាប់ថាគាត់បានបាញ់សម្លាប់លោក Kirk លោក Charlie Kirk ហើយគាត់នឹងសម្លាប់ខ្លួនឯងនៅពេលដែលឮថាកូនចង់សម្លាប់ខ្លួនឯងនេះបានឪពុកម្ដាយនឹងនាំគ្នាលួង Tyler ព្រោះ Tyler ដំបូងគាត់ថាអត់ទៅបង្ហាញខ្លួនឲ្យប៉ូលីសចាប់ឬក៏ជាប់គុកឬក៏គេកាត់ទោសអីទេគឺគាត់ចង់កាត់ទោសខ្លួនឯងតែម្ដងគឺបាញ់សម្លាប់ខ្លួនឯងណាតែឪពុកអង្វរម្ដាយអង្វរអញ្ចឹងទៅឲ្យមកផ្ទះសិននិយាយគ្នាអញ្ចឹង Tyler ក៏ព្រមទៅផ្ទះពេលដែលទៅផ្ទះហ្នឹងហើយបានឪពុកម្ដាយហ្នឹងបញ្ចុះបញ្ចូលមិនទៅ Tyler អត់ស្ដាប់នៅតែចង់សម្លាប់ខ្លួនក៏ទេទៅមិត្តភ័ក្តិដែលនៅជិតខាងហ្នឹងគឺជាអនុប្រធានប៉ុស្តិ៍ប៉ូលីសសំខាន់មួយចឹងអនុប្រធានប៉ុស្តិ៍ប៉ូលីសហ្នឹងក៏ជួយសម្របសម្រួលលួង Tyler ទៅក៏ព្រមប្រគល់ខ្លួនឲ្យប៉ូលីសទៅចឹងហើយបានជាយើងមានឃើញករណីប្រគល់ខ្លួនឥឡូវខ្ញុំនិយាយពីរឿងប្រគល់ខ្លួនព្រោះមុនប្រគល់ខ្លួនហ្នឹង FBI គេជូនរង្វាន់ថាអ្នកណាដែលរកព័ត៌មានតាក់ទងនឹងឲ្យចាប់ខ្លួនលោក Tyler Robertson ហ្នឹងបានគឺគេឲ្យ$100,000ហ្នឹងសម្រាប់តែប៉ូលីស FBI ណាប៉ុន្តែនៅពេល$100,000ហ្នឹងវាមានមហាសេដ្ឋីមួយដែលជាទីប្រឹក្សារបស់លោកត្រាំគេថាគេឲ្យដល់ទៅ$1,000,000ឯណោះមិនមែន$100,000ទេលោក Alex ហ្នឹងគាត់ថាគាត់ឲ្យ$1,000,000ហើយបន្ថែមពីហ្នឹងមាន Starbucks គឺហាងកាហ្វេ Starbucks ល្បីនៅអាមេរិកហ្នឹងគេថាគេឲ្យ$25,000ទៀតឲ្យតែអ្នកណារកតម្រុយដែលអាចនាំទៅការចាប់ខ្លួន Tyler Robertson អញ្ចឹងបានន័យថាម៉េចឥឡូវអ្នកដែលរកតម្រុយដើម្បីឲ្យចាប់បញ្ជូនខ្លួន Tyler Robertson ឲ្យប៉ូលីសបានហ្នឹងគឺឪពុករបស់ Tyler ហ្នឹងតើលុយហ្នឹងត្រូវបានទៅអ្នកណាតាមពិតបើភាពស្របច្បាប់គឺលុយនេះឡើងដល់ជិត$1,500,000ហើយបងប្អូនព្រោះដោយសារអីសេដ្ឋីមហាសេដ្ឋីដែលជាទីប្រឹក្សារបស់លោកត្រាំហ្នឹងថាឲ្យ$1,000,000ហ្នឹងគឺត្រូវតែឲ្យ25,000ពី Starbucks និង$100,000ពីខាងប៉ូលីសអញ្ចឹងបូកចូលគ្នាជិត$1,500,000អញ្ចឹងលុយហ្នឹងគឺត្រូវបានទៅជាឪពុករបស់ឃាតករហ្នឹងហើយប៉ុន្តែនៅពេលដែលព័ត៌មាននឹងចាប់ផ្ដើមឬលុយជិត$1,500,000ហ្នឹងក៏មាន Facebook មួយណានោះគឺគេបង្កើតកណនីមួយគេថាលុយហ្នឹងឪពុករបស់ Tyler គេអត់យកទេគឺគេប្រគល់ទៅឲ្យគ្រួសារ Charlie Kirk ហើយព្រោះអីគេលេបបញ្ចូលទេព្រោះកូនប្រព្រឹត្តបែបហ្នឹងអ្នកដែលរងគ្រោះគឺគ្រួសារ Charlie Kirk ឯណោះអញ្ចឹងគួរតែបរិច្ចាគលុយហ្នឹងយកទៅឲ្យក្រុមគ្រួសារ Charlie ទៅប៉ុន្តែឥឡូវនេះនៅពេលដែលវិទ្យុឬក៏ស្ថាប័នព័ត៌មាន ABC អាមេរិកហ្នឹងគេស៊ើបអង្កេតគេស្រាវជ្រាវល្អិតល្អន់ទៅគឺគេរកឃើញថាអត់មានន័យបែបហ្នឹងទេអត់មានករណីរឿងបរិច្ចាគលុយហ្នឹងទៅឲ្យគ្រួសាររបស់ Charlie ទេគឺទាំងឪពុករបស់ Tyler Robertson គឺលោក Matt Robertson ហ្នឹងទាំងបងប្អូនក្រុមគ្រួសារជិតស្និទ្ធនៅក្នុងគ្រួសារអត់មាននរណាម្នាក់និយាយពីរឿងបរិច្ចាគលុយហ្នឹងទេដូច្នេះព័ត៌មានហ្នឹងមិនពិតទេតែរឿងព័ត៌មានតែថាគាត់នឹងបានលុយនឹងពេលណាអីណាគាត់ព្រមទទួលលុយឬអត់យើងអត់ទាន់ដឹងគាត់ថាលុយត្រូវបរិច្ចាគទៅឲ្យគ្រួសារ Charlie ហ្នឹងគឺអត់មានពិតទេអញ្ចឹងព័ត៌មានហ្នឹងគឺជាព័ត៌មានប្រឌិតដើម្បីគ្រាន់តែឲ្យជ្រួលច្បល់តែប៉ុណ្្នឹងឥឡូវយើងនិយាយអំពី Tyler Robertson ហេតុអីបានជាគាត់ខឹង Charlie ចំពោះខ្ញុំថ្កោលទោសដាច់ខាត
នៅអំពើហិង្សាទាំងឡាយណាផ្នែកនយោបាយផ្នែកអីក៏ដោយគឺខ្ញុំថ្កោលទោសហើយខ្ញុំនៅតែចូលរួមរំលែកទុកដល់ក្រុមគ្រួសារសពរបស់លោក Charlie Kirk ខ្ញុំមែនតែននិយាយឲ្យស្មោះត្រង់ក៏ខ្ញុំមិនពេញចិត្តទស្សនៈរបស់លោក Charlie Kirk ច្រើនប្រការណាស់ប៉ុន្តែខ្ញុំមិនគាំទ្រដាច់ខាតនៅក្នុងការដែលបាញ់ប្រហារជីវិតរបស់គាត់បែបនេះព្រោះអីការដែលបញ្ចេញមតិការដែលគិតការដែលយល់ឃើញរបស់មនុស្សគឺវាជាគំនិតជាទស្សនៈជាសិទ្ធិរបស់មនុស្សប៉ុន្តែការដែលប្រើអំពើហិង្សានឹងគឺជាបទអក្រិតខុសខើព្រៃផ្សៃដែលត្រូវតែថ្កោលទោសកម្រិតធ្ងន់តាមដែលអាចធ្វើទៅបានប៉ុន្តែនេះក៏ជាមេរៀនដែរបងប្អូនខ្ញុំថ្កោលទោសអំពើហិង្សាប៉ុន្តែបើយើងពិនិត្យឡើងវិញវាជាមេរៀនដែរជួនកាលសារបញ្ចេញសម្លេងយើងប្រកាន់ចំហអីក៏ប្រកាន់ទៅហើយក៏ប៉ុន្តែយើងឃើញនៅពេលដែលប្រកាន់ចំហដាច់ណាត់រៀងធ្វើឲ្យមានក្រុមទៀតមានអារម្មណ៍ថារងការភ័យខ្លាចដោយគំនិតឬមតិហ្នឹងគឺវាចឹងវាមានសត្រូវវាមានអារិភាពវាគួរឲ្យសោកស្ដាយតែខ្ញុំគិតថារឿងនេះវាជារឿងឲ្យសោកស្ដាយហ្នឹងហេតុអីបានជាយើងយកវិធីសម្លាប់គ្នាយ៉ាងរង្គាលបែបយ៉ាងព្រៃផ្សៃបែបនេះខ្ញុំមិនយល់ដែរតែនៅអាមេរិកនេះតាំងពីមានលោកត្រាំឡើងកាន់អំណាចមកសារនយោបាយភាគច្រើនមានភាពហិង្សានៅក្នុងនោះក៏ច្រើនដែរខ្ញុំមិនបន្ទោសលោកត្រាំទេក៏ប៉ុន្តែខ្ញុំនិយាយអំពីអង្គហេតុជាក់ស្ដែងដែលថាពេលដែលលោកត្រាំអត់ទាន់បានជាប់ឆ្នោតជាប្រធានាធិបតីហងយើងឃើញគេចង់ធ្វើឃាតគាត់ដល់ទៅ2សារបាញ់មួយសារនោះធ្លុះស្លឹកត្រចៀកប៊ីសតែស្លាប់ដោយសារគាត់កិច្ចមិនថាកិច្ចទេដោយសារគាត់ងាកទៅវាចៃដន្យអីក្របកំភ្លើងហ្នឹងវាបាញ់មកត្រូវតងត្រចៀកកុំអីផ្ដាច់ជីវិតលោកដូណាល់ត្រាំយ៉ាងអណ័យអធមតាំងពីពេលនោះមកដែលគួរឲ្យអាសូរថាហេតុអីបានអាមេរិកទៅជាអញ្ចឹងទៅវិញដែលជាប្រទេសមួយដែលយើងជឿជាក់ថាមានអ្នកគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យអីចឹងដែរហេតុអីបានជាទៅរឿងហ្នឹងណាហើយក្រោយមកនៅអាកន្លែងទីលានវាយកូនគោលនៅរដ្ឋ Florida មានអ្នកទៅអង្គុយចាំ12ម៉ោងចាំបាញ់សម្រាប់គាត់ទៀតតែចៃដន្យអីគេចាប់បានទៀតហ្នឹងតើតើនឹងរឿងលោកត្រាំព្រោះរឿងបាញ់សម្លាប់មេដឹកនាំពិភពលោកអីនេះគឺយើងធ្លាប់ឃើញតាំងពីលោក John F Kennedy គេធ្វើឃាតធ្វើអីអញ្ចឹងយូរហើយប៉ុន្តែក្រោយមកមិនមានការប៉ុនប៉ងធ្វើឃាតអីហ្នឹងហិង្សាហ្នឹងវាស្រស់អញ្ចឹងណាតែដល់ពេលមានតាំងពីរជ្ជកាលលោកត្រាំមកដូចជាមានរឿងនឹងកើតឡើងគួរឲ្យអាសូរមែនតើទៅខ្ញុំស្អប់ខ្ពើមមែនតើអំពើហិង្សានយោបាយហ្នឹងប៉ុន្តែខ្ញុំជឿថាមេរៀនបទពិសោធន៍ទាំងអស់ហ្នឹងក៏វាអាចផ្សំគ្នាអំពីសារនយោបាយមួយចំនួនក៏វាអាចធ្វើឲ្យមានការថ្នាំងថ្នាក់អ្នកមួយចំនួនដែលអ្នកដែលចេះគិតត្រឹមត្រូវទៅគឺគេរកមធ្យោបាយបោះឆ្នោតទម្លាក់ឬក៏មធ្យោបាយស្របច្បាប់ណាមួយដើម្បីដោះស្រាយអាហ្នឹងយើងមានភ័ព្វវាសនាដល់ពេលអ្នកខ្លះគិតខ្លីរហូតដល់ទៅជាការបាញ់សម្លាប់ឲ្យមានកំភ្លើងមានអីក្នុងដៃហើយឪពុកធ្លាប់បង្រៀនបាញ់កំភ្លើងអីអញ្ចឹងដោយករណីអញ្ចឹងឃើញគួរឲ្យអាកសលមែនតើបាទបងប្អូនរឿងតាក់ទងរឿង Tyler Robertson នេះគឺជារឿងសោកសៅនៅក្នុងប្រវត្តិរបស់សហរដ្ឋអាមេរិកហើយក្នុងនាមខ្ញុំជាខ្មែរអាមេរិកខ្ញុំពិតជាគ្មានមោទនភាពអីទេស្រុកអាមេរិកនៅពេលដែលមានការសម្លាប់គ្នាដោយអំពើហិង្សានយោបាយបែបនេះគឺជារឿងមួយដែលគួរឲ្យខ្មាស់អៀនគួរឲ្យអាម៉ាស់ណាស់ប៉ុន្តែខ្ញុំជឿថាយ៉ាងណាក៏ប្រព័ន្ធច្បាប់អាមេរិកនេះគឺចាប់ដោះស្រាយបញ្ហាជនដៃដល់ហ្នឹងក៏បានតន់សភាពការតន់ពេលតន់វេលាអ្នកដែលប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក2លើកនោះក៏ចាប់បានដាក់នៅឃុំយកមកកាត់ទោសឥឡូវនេះ Tyler Robertson ហ្នឹងក៏កិច្ចមិនរួចពីសំណាញ់ច្បាប់គេយកមកកោតទោសហើយនឹងរកឃើញកុំឲ្យលៀបពណ៌គ្នាជួនកាលហ្នឹងថាគណៈបកសាធារណប្រជាធិបតេយ្យហ្នឹងស្អប់លោកត្រាំឬក៏គណៈបកសាធារណរដ្ឋឬគោលនយោបាយបកកាន់អំណាចចឹងក៏នាំគ្នាធ្វើឃាតអីចឹងទៅដើម្បីរឿងនយោបាយជួនកាលចោតលៀបពណ៌គ្នាប៉ុន្តែដល់ពេលចាប់ឃាតករបានមកហើយឃាតករខ្លួនឯងសារភាពថាសម្លាប់ដោយសាររឿងអញ្ចេះអញ្ចោះចឹងទៅធ្វើឲ្យសាធារណជនទូទៅដូចថាយ៉ាងហោចណាស់ក៏មិនលៀបពណ៌គ្នាអារឿងហ្នឹងមួយដែលធ្វើឲ្យសហរដ្ឋអាមេរិកបើតែថាទំព័រដ៏ខ្មៅងងឹតមែនប៉ុន្តែក៏មានភាពមួយប្រសើរត្រង់ថាឲ្យគេឃើញអំពីថាមិនមែនចេះតែលៀបពណ៌គេបានទេគឺគេមានអ្នកស៊ើបអង្កេតមានអី
រករកទៅអត់មានអ្នកណាមកចេះអង្គុយឆ្លើយដាក់ឬក៏ឃាតករសបនិមិត្តអីដោយករណីបនសំណាងសុកសំអឿនឬក៏លោកបណ្ឌិតកែមលីមានជួបសម្លាប់អីចឹងនេះណាប៉ុន្តែបងប្អូនឥឡូវនេះខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះហើយយើងនឹងជួបគ្នាទៀតនៅយប់ស្អែកនៅឯប្រទេសកម្ពុជារឿងថ្មីព្រឹត្តិការណ៍ថ្មីប្រចាំថ្ងៃខ្ញុំសូមអរគុណបងប្អូនហើយនេះម្ដងទៀតនៅទីក្រុង Chicago រដ្ឋ Illinois ម៉ោងនេះគឺម៉ោង 10 យប់ទៅហើយបងប្អូនហើយខ្ញុំ